bây giờ còn ở con trưng xem mà pavilion này còn ở con trưng xem mà prebentu paong đã chia sẻ đầy bớt đã chia prebentu đã miên chi vật đã bắt đầu chi vật ở câu chuyện đã dương nhom phong đại xong paong ban bằng riêng dương nhom passport chat bao dương nhom group khnia tạm bị tu bằng công nâng ở này đã đáp phong đại hay chui tu bằng công bài miền tây nha mà bị prevention voice out đầm bay công aiในយាយតែពាក្យចេញពីចិត្តកំណត់ខ្លួនឯងផ្ទាល់ប៉ុន្តែនិយាយអ្វីដែលព្រះអង្គសាព្រះハរតេនឹងបញ្យល់ប្រាប់ដល់យើងទាំងអស់គ្នាកូនអរគុណទ្រង់ហើយកូនអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវអាមែនអូខេអញ្ចឹងក្នុងយ៉ូហានចំពុក5បើយើងមើលមកចំពុកទាំងមូលឃើញមានហេតុការណ៍3ធំដែលកើតឡើងទី1គឺព្រះយេស៊ូវបានធ្វើការអស្ចារ្យអ្វីមួយនោះយើងនឹងមើលយើងតាមអានមិញដោយអំណាចរបស់ព្រះអង្គទី2ឃើញថាព្រះយេស៊ូវក៏និយាយជាមួយអស់អ្នកដែលកំពុងតែនៅស្ដាប់ហើយព្រះអង្គអះអាងថាព្រះអង្គនឹងហើយគឺជាព្រះបត្រារបស់ព្រះជាម្ចាស់ទី3គឺព្រះអង្គបានដូចជាផ្ដល់ភ័ស្តុតាងបញ្ជាក់ថាព្រះអង្គពិតជាព្រះមែនប៉ុន្តែថ្ងៃនេះយើងនឹងមើលតែផ្នែកទី1ទេគឺពេលដែលព្រះអង្គធ្វើការអស្ចារ្យនិងព្យាបាលអ្នកដែលអ្នកខ្វាន់ម្នាក់ហើយអញ្ចឹងយើងឃើញក្នុងខ1ឃើញថាមានពិធីបុណ្យមួយរបស់ជនជាតិយូដាហើយជនជាតិអ៊ីស្រាអែលគឺតែមួយពេលខ្លះហៅជនជាតិអ៊ីស្រាអែលពេលខ្លះហៅជនជាតិយូដាដោយសារតែក្នុងប្រវត្តិសាស្ត្រទៅប្រទេសអ៊ីស្រាអែលមានពេលមួយដែលបានបាក់បែកជា2ជាអាណាចក្រ2ហើយខាងជើងហៅថាអ៊ីស្រាអែលខាងត្បូងហៅថាយូដាហើយអញ្ចឹងតាមពីនោះមកគេឧស្សាហៅថាជនជាតិយូដាគឺជនជាតិអ៊ីស្រាអែលតែម្ដងហើយពិធីបុណ្យនេះអត់ដឹងថាជាបុណ្យមួយណាទេក្នុងកាពីអត់បញ្ជាក់ប្រាប់ទេប៉ុន្តែនៅចំនួននោះនៅអ៊ីស្រាអែលគឺមានពិធីបុណ្យសំខាន់ចំនួន3ដែលព្រះជាម្ចាស់បានកំណត់ឲ្យគេគោរពតាមហើយតម្រូវឲ្យជនជាតិអ៊ីស្រាអែលឬជនជាតិយូដាប្រុសគ្រប់គ្នានាំគ្នាទៅថ្វាយបង្គំព្រះអង្គនិងចូលរួមពិធីបុណ្យនៅក្រុងយេរូសាឡិមក្នុងមួយឆ្នាំ3ដងអញ្ចឹងក្នុងយ៉ូហានចំពុក2ឃើញថាព្រះយេស៊ូវបានទៅចូលរួមបុណ្យរំលងនៅក្រុងយេរូសាឡិមនេះប្រហែលជាបុណ្យរំលងឆ្នាំក្រោយទៀតឬក៏អាចជាបុណ្យពិធីបុណ្យមួយផ្សេងទៀតប៉ុន្តែទោះបីយ៉ាងណាឃើញថាព្រះយេស៊ូវបានទៅក្រុងយេរូសាឡិមដើម្បីចូលរួមពិធីបុណ្យនោះហើយព្រះអង្គក៏ដើរកាត់តាមកន្លែងមួយក្នុងខ2ឃើញមានស្រះមួយនៅខ2នៅក្រុងយេរូសាឡិមជិតខ្លោងទ្វារឈ្មោះទ្វារជាមមានស្រះមួយដែលគេហៅថាភាសាហេប្រឺថាស្រះបេថេស្ដាស្រះនោះយើងអាចទៅមើលសពថ្ងៃបានរយៈពេលច្រើនឆ្នាំច្រើនសតវត្សកន្លងមកក្រុងយេរូសាឡិមត្រូវបានបំផ្លាញចោលហើយសាងសង់ឡើងវិញ 3-4 ដងហើយចឹងកន្លែងនេះគឺរៀងកប់ជ្រៅក្នុងដីប៉ុន្តែតាមពីខ្ទង់70ឆ្នាំជាងហ្នឹងតាមពីអ៊ីស្រាអែលបានឡើងមានឯករាជ្យខ្លួនឯងជាប្រទេសវិញគេបានជីករកកន្លែងផ្សេងជាច្រើនពីជំនាន់បុរាណហើយជាច្រើនកន្លែងដែលឃើញនិយាយក្នុងព្រះគម្ពីរចឹងនេះជាកន្លែងមួយដែរស្រះបេថេស្ដាឥឡូវអត់មានទឹកច្រើនទេប៉ុន្តែយើងអាចទៅមើលបានខ្ញុំធ្លាប់ទៅមើលម្ដងហើយបន្តែនៅស្រះមួយនោះគឺមានរឿងប្លែកមួយគឺមានអ្នកជំងឺជាច្រើនមានអ្នកខ្វាក់អ្នកខ្វាន់មានអ្នកពិការដៃជើងអ្នកជំងឺជាច្រើនប៉ុន្តែអង្គុយលេងឬក៏ដេកលេងនៅជាមួយស្រះហ្នឹងនឹងហេតុអីពួកអីឃើញក្នុងខមើលក្នុងខ7ឃើញថាមានឈើបាត់កន្លែងបានអត់អីទេបណ្ដៃឃើញថាយូរម្ដងនៅស្រះនោះគឺមានរឿងចម្លែកមួយកើតឡើងគឺមានទេវតាទៅគោទឹកស្រះនឹងទៅហើយពេលរឿងនោះកើតឡើងអ្នកណាដែលចុះទៅចូលក្នុងទឹកស្រះនឹងមុនគេ
បានជាពីជំងឺឈឺអីក៏ដោយតែចូលក្នុងទឹកមុនគេគឺជាពីជំងឺរឿងនេះមើលទៅចម្លែកយើងមិនអាចបកស្រាយឲ្យវែងឆ្ងាយទេព្រោះគម្ពីរអត់បកស្រាយប្រាប់ច្រើនទេអត់ដឹងហេតុអីបានជានៅកន្លែងនោះមានទេវតាទៅគោទឹកទេអត់ដឹងហេតុអីបានជាគ្រាន់តែទេវតាទៅគោទឹកទៅគេចូលទៅជាហេតុអីបានជាបានតែម្នាក់អត់ដឹងទេយើងមិនអាចបកស្រាយវែងឆ្ងាយទេព្រោះគម្ពីរអត់ប្រាប់គ្រាន់តែដឹងថានៅស្រះនោះគឺជាកន្លែងល្បីនៅចំនួននោះថាជាកន្លែងដែលអ្នកខ្វាក់អ្នកខ្វល់អ្នកពិការផ្សេងអាចនឹងទៅដោយមានសង្ឃឹមថានៅបានជាហើយចឹងមានអ្នកជំងឺច្រើននៅជុំវិញស្រះហ្នឹងរាល់ថ្ងៃហើយក្នុងខ5និងខ6ឥឡូវអានម្ដងទៀតយើងឃើញមានអ្នកជំងឺមួយដែលព្រះយេស៊ូវបានចាប់អារម្មណ៍ខ5នៅទីនោះមានបរិសម្នាក់ពិការតាមពី38ឆ្នាំហើយនៅទីនោះមានបរិស38ឆ្នាំហើយព្រះយេស៊ូវទតឃើញគាត់ដេកដូច្នេះព្រះអង្គជ្រាបថាគាត់នៅទីនោះជាយូរមកហើយទ្រង់មានព្រះបន្ទូលសួរគាត់ថាតើអ្នកចង់ជីឬទេបាទអញ្ចឹងក្នុងចំណោមអ្នកជំងឺនៅក្បែរស្រះបេថេស្តាមានបរិសម្នាក់គាត់ជាអ្នកពិការជើងគាត់ដើរមិនបានព្រះយេស៊ូវអាណិតគាត់ឃើញថាគាត់នៅនឹងយូរហើយព្រះអង្គសួរថាតើអ្នកចង់ជីឬទេហើយមើលអ្វីដែលបរិសនោះបានឆ្លើយទៅព្រះយេស៊ូវក្នុងខ7អ្នកនោះទូលព្រះអង្គថាលោកម្ចាស់អើយពេលទឹកកម្រោកគ្មាននរណាយកខ្ញុំទៅដាក់ក្នុងស្រះសោះហើយពេលណាខ្ញុំទៅដល់មានម្នាក់ចុះទៅមុនខ្ញុំស្រេចទៅហើយចឹងព្រះយេស៊ូវសួរគាត់ថាម៉េចសួរថាតើអ្នកចង់ជាដែរឬទេគាត់អត់បានឆ្លើយសំណួរដែលព្រះយេស៊ូវសួរទេគាត់អត់បានឆ្លើយថាបាទខ្ញុំចង់ជាឬក៏ទេអត់ចង់ជាទេប៉ុន្តែគាត់ទៅជារៀបរាប់ពីបញ្ហារបស់គាត់ម្នាក់នេះគាត់ពងតែបដោតទៅលើបញ្ហាដែលគាត់មានគាត់សម្លឹងទៅបញ្ហាហ្នឹងគាត់មិនអាចគិតហួសពីបញ្ហាដែលគាត់កំពុងតែមានគាត់គិតតែពីជំងឺរបស់គាត់គិតតែពីរឿងដែលគាត់អត់អាចចូលក្នុងទឹកតាន់ទេដើម្បីទទួលការព្យាបាលបានគាត់អត់ដឹងខ្លួនទេថាអ្នកដែលកំពុងតែចូលនៅមកគាត់កំពុងតែសួរគាត់អាចព្យាបាលគាត់បានគាត់គ្រាន់តែរៀបរាប់ពីបញ្ហារបស់គាត់មិនអាចមើលឃើញហួសពីបញ្ហាដែលគាត់កំពុងតែមានប៉ុន្តែព្រះយេស៊ូវអត់បានបន្ទោសគាត់ទេព្រះអង្គនៅតែអាណិតគាត់ព្រះអង្គនៅតែព្យាបាលគាត់ហើយពេលដែលព្រះអង្គគាត់និយាយមួយម៉ាត់ទៅឲ្យក្រោកឡើងលើកគ្រែរបស់អ្នកទៅគាត់មានជំនឿគ្រប់គ្រាន់ដើម្បីស្ដាប់តាមព្រះបន្ទូលរបស់ព្រះយេស៊ូវហើយនៅពេលដែលគាត់ស្ដាប់តាមគាត់ធ្វើតាមគាត់អត់ប្រកែកជាមួយព្រះអង្គទេអញ្ចឹងគាត់ក៏បានជាភ្លាមខ្ញុំអានរឿងហ្នឹងទៅខ្ញុំនឹកឃើញថាការពិតពេលខ្លះក្នុងជីវិតរបស់យើងក៏ដូចជាអ្នកខ្វះនោះដែរយើងជាអ្នកខ្វះអ្នកពិការទេប៉ុន្តែចង់និយាយថាយើងមានបញ្ហាអ្វីមួយហើយការពិតព្រះយេស៊ូវអាចជួយយើងបានប៉ុន្តែយើងដូចជាអត់មើលឃើញព្រះអង្គពងតែឈររងចាំជួយយើងទេយើងសម្លឹងទៅលើបញ្ហាដែលកំពុងតែមានផ្ដោតទៅលើរឿងពិបាករឿងដែលយើងធ្វើមិនបានរឿងដែលយើងអត់ដឹងដោះស្រាយមិនការពិតព្រះអង្គនៅទីនោះស្រាប់ហើយព្រះអង្គនៅពីមុខយើងនៅក្បែរយើងព្រះអង្គអាចជួយយើងបានប៉ុន្តែយើងផ្ដោតទៅលើបញ្ហាទេប៉ុន្តែបងប្អូនអើយបើសិនជាបងប្អូនពងតែគិតបែបនោះព្រះអង្គមិនបន្ទោសទេបើមានបញ្ហាអ្វីមួយដែលយើងដោះស្រាយមិនបានហើយយើងគិតបែបដូចជាអ្នកជំងឺនោះយើងមិនអាចមើលឃើញហួសពីបញ្ហាដែលកំពុងតែកើតមានព្រះយេស៊ូវព្រះអង្គមិនបន្ទោសយើងទេព្រះអង្គនៅតែអាណិតយើងនៅតែសោកចិត្តជួយប៉ុន្តែតើតើយើងដូចជាអ្នកខ្វះនោះតើតើយើងធ្វើតាមព្រះអង្គដែរតើតើយើងក្រោកឈរឡើងទៅតាមព្រះអង្គដោយមានជំនឿថាព្រះអង្គនឹងដោះស្រាយរឿងបញ្ហារបស់យើងបានហើយនៅពេលដែលយើងស្ដាប់តាមព្រះអង្គស្ដាប់បង្គាប់តាមព្រះអង្គដោយចិត្តជឿនោះព្រះអង្គដោះស្រាយបញ្ហាដែលយើងកើតមានមែនប៉ុន្តែមួយទៀត
ពេលខ្លះមិនមែនជាយើងខ្លួនឯងដែលមានបញ្ហាទេពេលខ្លះយើងឃើញអ្នកដទៃដែលគេកំពុងតែកើតមានបញ្ហាធំដុំឬធ្ងន់ហើយគេត្រូវការអ្នកជួយប៉ុន្តែយើងអត់មានចិត្តជួយទេសបោណាមនុស្សដែលឃើញគេពិបាកឃើញគេមានបញ្ហាឃើញគេត្រូវការពីអ្នកដទៃត្រូវការជំនួយប៉ុន្តែអត់ជួយទេគឺគ្រាន់តែដើរហួសធ្វើប្រងើយឬប្រហែលជាអាណិតដែរប៉ុន្តែគាត់ថាខ្ញុំធ្វើអីកោតខ្ញុំជួយអត់កោតទេហើយខ្លះទៀតទៅជាបែរជាវិនិច្ឆ័យរឿងរបស់អ្នកដែលមានបញ្ហាទៅវិញទៅជាបកស្រាយទាំងមិនដឹងរឿងពិតផងមិនឲ្យបកស្រាយថាអូរឿងនេះបែបចេះបែបចោគេបែបធ្វើនេះធ្វើនោះហើយគេសមនឹងទទួលបែបហ្នឹងហើយប៉ុន្តែឥឡូវយើងគិតមើលយើងគិតពីអ្នកជំងឺនោះគាត់នៅពិបាកបែបហ្នឹង38ឆ្នាំហើយ38ឆ្នាំយូរមែនតើណាបើគិតទៅគិតថាគាត់នៅពិការបែបហ្នឹងដើរមិនបានសោះ38ឆ្នាំហើយយូរមែនតើហើយចឹងមានន័យថាក្នុង38ឆ្នាំអត់មានអ្នកណាមកសោកចិត្តមកជួយគាត់សោះគាត់ប្រកាសជាត្រូវការឲ្យគេជួយគាត់អត់អាចទៅខ្លួនឯងតាន់ទេគ្មានសង្ឃឹមទេបើគាត់ដើរមិនបានសោះតាមយមើលសាច់រឿងទៅប្រហែលជាគាត់អាចប្រោតដៃគាត់បានប្រហែលគាត់អាចអូសខ្លួនទៅព្រោះគាត់មិនមែនប្រាប់ថាគាត់ទៅអត់បានសោះគាត់ថាពេលដែលគាត់ទៅដល់ទឹកគេចូលទៅមុនហើយដោយសារគាត់យឺតពេកអញ្ចឹងប្រហែលគាត់អូសខ្លួនទៅតិចតួចបានប៉ុន្តែគាត់មិនអាចដើរទេហើយអញ្ចឹងគាត់ទៅអត់ទាន់ហើយអញ្ចឹងគាត់ចាំបាច់ត្រូវការឲ្យគេជួយប៉ុន្តែគ្មានអ្នកណាមកជួយទេហើយការពិតបើយើងគិតទៅគឺសបោរឿងចឹងដែរឥឡូវយើងគិតមើលតើពេលណាដែលយើងធ្លាប់ឃើញគេពិបាកឃើញគេត្រូវការអ្នកជួយប៉ុន្តែយើងអត់សុខចិត្តជួយដោយសារអីបើយើងខំជួយគេវាពិបាកដល់យើងមែនការពិតបើយើងជួយដល់អ្នកដទៃដែលត្រូវការពីយើងវាអាចនាំឲ្យជីវិតយើងពិបាកខ្លួនឯងមែនវាទាមទារពេលវេលារបស់យើងវាទាមទារលុយរបស់យើងពេលខ្លះឬក៏វាធ្វើឲ្យជីវិតរបស់យើងពិបាកធ្វើឲ្យយើងត្រូវលះបង់ពីខ្លួនឯងហើយមនុស្សភាគច្រើនអត់សូវចិត្តលះបង់ពីខ្លួនឯងទេព្រោះអីគាត់មើលអ្នកខ្វន់ដែលកំពុងតែរងចាំចូលទឹកហ្នឹងបើសិនជាមានអ្នកសូវចិត្តមកជួយគាត់គេត្រូវចំណាយអ្វីប្រហែលមិនចាំបាច់ចំណាយលុយទេប៉ុន្តែគឺត្រូវចំណាយពេលវេលាត្រូវខាតពេលវេលារបស់ខ្លួនឯងច្រើនព្រោះអីទឹកហ្នឹងឃើញកម្រើកយូរម្ដងទេអញ្ចឹងដើម្បីជួយគាត់តន់ឲ្យបានមែនតើហើយតតែអង្គុយចាំយូរហើយត្រូវការចំណាយពេលច្រើនថ្ងៃរហូតតែជួយគាត់បានសម្រេចហើយអញ្ចឹងវាពិបាកហើយយើងក៏ពិតភាកច្រើនអញ្ចឹងមែនយើងឃើញអ្នកដទៃដល់គេពិបាកប្រហែលគេត្រូវការអ្នកជួយធ្វើអ្វីមួយប្រហែលជាគេមានបញ្ហាផ្នែកសុខភាពឬក៏គេមានបញ្ហាផ្នែកសេដ្ឋកិច្ចផ្នែកលុយឬក៏ខ្វះម្ហូបអាហារឬក៏ប្រហែលគេជាមនុស្សអាយកោអ្នកពិបាកត្រូវការអ្នកលើកទឹកចិត្តប៉ុន្តែរឿងទាំងអស់នោះតតែទាមទារឲ្យយើងចំណាយពេលវេលារបស់យើងសូវចិត្តខាត់ពេលធ្វើការខាត់ពេលធ្វើអីផ្សេងទៀតខាត់ពេលធ្វើអីសប្បាយដែលយើងចង់ធ្វើដើម្បីនឹងជួយដល់អ្នកនោះចឹងតើយើងមានចិត្តដែលសូវចិត្តលះបង់ពីខ្លួនឯងដែរអត់ដូចជាព្រះយេស៊ូវព្រះអង្គសូវចិត្តលះបង់គ្រប់យ៉ាងដើម្បីនឹងជួយដល់យើងដែលត្រូវការយើងជួយខ្លួនឯងមិនបានប៉ុន្តែព្រះអង្គសូវចិត្តលះបង់គ្រប់បែបយ៉ាងដើម្បីនឹងជួយដល់យើងឲ្យបានដិតដល់ចឹងនេះជាគំរូដល់យើងតើយើងសូវចិត្តធ្វើតាមគំរូព្រះយេស៊ូវដែរអត់សូវចិត្តជួយដល់អ្នកដទៃដែលច្បាស់ជាត្រូវការគេជួយមិនអាចជួយខ្លួនឯងបានទេដោយដឹងផងថាវានឹងធ្វើឲ្យយើងខ្លួនឯងពិបាកដែរត្រូវលះបង់ពេលវេលាប្រហែលត្រូវលះបង់លុយខ្លះប្រហែលជាត្រូវពិបាកនឹងរឿងផ្សេងដល់ជីវិតយើងប៉ុន្តែបើយើងសូវចិត្តជួយដល់គេក្នុងព្រះនាមព្រះយេស៊ូវគឺខ្ញុំធានាថាបងប្អូននឹងមិនដើរស្ដាយក្រោយទេ
ហើយក៏នឹងបានរង្វាន់ពីព្រះអង្គដែរគេបន្តែបន្តទៀតមានចំណុចមួយទៀតដែលចង់មើលដែរពួកអីឥឡូវមើលខ8និងខ9ម្ដងទៀតខ8ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថាចូលក្រោកឡើងយកក្រេស្នែងរបស់អ្នកហើយដើរទៅចុះពេលនោះស្រាប់តែបរិសនោះបានជាភ្លាមគាត់ក៏យកក្រេស្នែងរបស់គាត់ដើរទៅរីឯថ្ងៃនោះជាថ្ងៃសាបាតថ្ងៃសាបាតនឹងគឺជាថ្ងៃឈប់សម្រាកដូចយើងថ្ងៃអាទិត្យចឹងជាថ្ងៃឈប់សម្រាកពីការងារព្រះយេស៊ូវបានព្យាបាលបរិសអ្នកខ្វន់នោះតាមរបៀបអស្ចារ្យដែលបង្ហាញពីអំណាចអស្ចារ្យរបស់ព្រះអង្គគ្រាន់តែមានព្រះបន្ទូលគ្រាន់តែនិយាយមួយម៉ាត់ទៅចូលក្រោកឡើងលើកក្រេស្នែងរបស់អ្នកដើរទៅចុះមិនបានប្រើថ្នាំមិនបានធ្វើវិធីកម្មវិធីអ្វីផ្សេងទៀតគឺព្រះអង្គគ្រាន់តែមានព្រះបន្ទូលមួយម៉ាត់ទៅអ្នកនោះបានជាភ្លាមនេះជាអំណាចអស្ចារ្យរបស់ព្រះអង្គអស្ចារ្យមែនតើហើយបានឃើញក្នុងខ9លើកឡើងបញ្ជាក់ថាថ្ងៃនេះជាថ្ងៃសាបាតហើយបានជានេះជាចំណុចសំខាន់ពេលដែលព្រះជាម្ចាស់បង្កើតផែនដីព្រះអង្គបង្កើតផែនដីនិងរបស់ទាំងអស់នៅលើផែនដីក្នុងរយៈពេល6ថ្ងៃហើយឈប់សម្រាកនៅថ្ងៃទី7ហើយព្រះអង្គធ្វើបែបនេះជាគំរូដល់យើងឲ្យធ្វើតាមបើសិនជាយើងធ្វើការរយៈពេល6ថ្ងៃឈប់សម្រាកមួយថ្ងៃឬក៏រៀន6ថ្ងៃឈប់សម្រាកមួយថ្ងៃនោះគឺល្អសម្រាប់យើងវាល្អសម្រាប់សុខភាពរបស់យើងល្អសម្រាប់ទំនាក់ទំនងក្រុមគ្រួសារបងប្អូនរបស់យើងមានពេលជាមួយនឹងគ្នាវាល្អសម្រាប់ផ្នែកអារម្មណ៍របស់យើងមានពេលឲ្យឆ្លាស់អារម្មណ៍ឲ្យឈប់សម្រាប់ហើយសំខាន់ជាងគេយើងអត់មានពេលសម្រាប់មកជុំគ្នាថ្វាយបង្គំព្រះអង្គទេគឺមានពេលរហូតប៉ុន្តែជនជាតិយូដានៅចំនួននោះគេបានយកថ្ងៃសាបាតថ្ងៃឈប់សម្រាកដែលព្រះជាម្ចាស់បានធ្វើឡើងជាប្រយោជន៍ដល់មនុស្សយើងហើយជាពេលមួយថ្ងៃមួយដើម្បីមានពេលថ្វាយបង្គំព្រះអង្គប៉ុន្តែគេបានបង្កើតហើយបានបន្ថែមទម្លាប់និងវិន័យជាច្រើនពីលើនឹងទៀតរួចគេក៏លើកទម្លាប់និងវិន័យដែលគេបង្កើតតាមក្រោយហ្នឹងឲ្យមានតម្លៃស្មើនឹងក្រឹតវិន័យរបស់ព្រះជាម្ចាស់ស្មើនឹងការប្រកបរបស់ព្រះអង្គចឹងកន្លែងនេះឃើញព្រះយេស៊ូវទើបតែព្យាបាលមនុស្សម្នាក់ដែលគាត់ដើរមិនបានរយៈពេល38ឆ្នាំឥឡូវគាត់អាចដើរបាននេះជារឿងអស្ចារ្យមែនទែនចឹងអ្នកណាដែលឃើញរឿងនេះកើតឡើងគួរតែសប្បាយមែនទែនគួរតែសរសើរដល់ព្រះជាម្ចាស់គួរតែត្រេកអរសម្រាប់អ្នកដែលបានទទួលការព្យាបាលនោះមិនតែយ៉ាងម៉េចវិញទៅជាពួកយូដាមានន័យថាពួកអ្នកដឹកនាំខាងសាសនារបស់ជនជាតិយូដាបែរទៅជាអន់ចិត្តទៅវិញគេអត់សប្បាយចិត្តទេគេអត់ឃើញគេអត់មើលឃើញរឿងអស្ចារ្យដែលកើតឡើងហើយគិតថាជារឿងល្អទេគេអត់ខ្វល់ថាជារឿងអស្ចារ្យដែលកើតឡើងទេគេគ្រាន់តែគិតពីទម្លាប់របស់គេដែលមិនបានធ្វើតាមហើយគេអត់ចូលចិត្តព្រះយេស៊ូវទេដោយសារអីដោយសារព្រះអង្គមិនព្រមធ្វើតាមទម្លាប់របស់គេឥឡូវយើងអត់មានពេលបកស្រាយវែងឆ្ងាយប៉ុន្តែច្បាប់របស់គេទៅជាធ្ងន់ធ្ងរដែលជាពិបាកធ្វើតាមតឹងរឹងខ្លាំងមែនទែនដែលជាធ្វើឲ្យជីវិតរបស់មនុស្សមិនមែនល្អនឹងឆ្លាស់អារម្មណ៍នឹងមានពេលជាមួយព្រះអង្គទេប៉ុន្តែទៅជាបន្ទុកធ្ងន់ដែលធ្វើឲ្យយើងពិបាករស់នៅទៅវិញគាត់តែឃើញអ្នកដែលបានជាហ្នឹងដើរកាន់កន្ទែលគេស្ទេឲ្យហើយទេពួកអីគេបង្កើតច្បាប់ឡើងតឹងរឹងថានៅថ្ងៃឈប់សម្រាកនោះអត់ឲ្យធ្វើការជាដាច់ខាត់ហើយចឹងគាត់លើកកន្ទែលមួយកាន់តាមខ្លួនក៏គេថាគាត់ពុំតែធ្វើការព្រោះបើយើងលើករបស់នៅថ្ងៃឈប់សម្រាកយើងលើករបស់ហ្នឹងមានន័យថាយើងធ្វើការហើយចឹងគាត់អត់គ្រប់ច្បាប់គាត់កាន់កន្ទែលគាត់ធ្វើការហើយព្រះយេស៊ូវហ្នឹងឲ្យគាត់ធ្វើការនៅថ្ងៃឈប់សម្រាកអញ្ចឹងព្រះយេស៊ូវអត់ល្អគេគិតបែបហ្នឹងហើយអញ្ចឹងរឿងដែលអស្ចារ្យមែនតើដែលគួររំភើបចិត្តគួរត្រេកអរគេបាយទៅជាអន់ចិត្តទៅវិញ
bài từ chỉ rộng rừng phải ông từ bình chẳng bao ôn nàyประหยัดมันแต่យើងមិនត្រូវលើកទម្លាប់របស់មនុស្សយើងទោះបីយើងគិតថាទម្លាប់ប្រពៃណីហ្នឹងវាល្អឬក៏វាមានមូលហេតុអីបានជាយើងធ្វើប៉ុន្តែយើងមិនត្រូវលើកឡើងស្មើនឹងព្រះបន្ទូលរបស់ព្រះមិនត្រូវការតាមទម្លាប់របស់មនុស្សជាងការតាមព្រះបន្ទូលរបស់ព្រះពួកយើងនឹងបែរទៅជាដូចពួកផារីស៊ីដូចពួកយូដាពេលហ្នឹងអញ្ចឹងហើយអញ្ចឹងយើងត្រូវដឹងថាអ្វីដែលព្រះអង្គមានបន្ទូលនោះគឺសិតតែត្រឹមត្រូវបើសិនជាទម្លាប់ណាដែលយើងចូលចិត្តធ្វើតាមបើវាស្របតាមព្រះបន្ទូលព្រះអង្គចាំការតាមចុះតែបើសិនជាវាអត់ត្រូវគ្នានឹងព្រះបន្ទូលក្នុងគម្ពីរអញ្ចឹងអ្វីដែលត្រូវផ្លាស់ប្ដូរគឺជាទម្លាប់របស់យើងមិនមែនព្រះបន្ទូលរបស់ព្រះអង្គទេកុំធ្វើដូចពួកដឹកនាំសាសនាសាសយូដាដែលគេគិតថាទំនៀមទម្លាប់របស់គេវិន័យដែលគេបង្កើតមកគឺជាអ្វីដែលសំខាន់បំផុតហើយចុងក្រោយគេបាត់បង់ជីវិតអស់កលជានិច្ចដោយសារតែគេមិនព្រមជឿលើព្រះយេស៊ូវឥឡូវនិយាយពីបរិសម្នាក់ដែលបានទទួលការព្យាបាលពីព្រះយេស៊ូវវិញដំបូងគាត់អត់ដឹងទេថាអ្នកណាជាអ្នកធ្វើឲ្យគាត់ជាគាត់ដឹងតែគាត់ជាហើយគាត់អស់សប្បាយប្រកាសជាអស់សប្បាយដែលគាត់ដើរបានបន្ទាប់ពី38ឆ្នាំនោះប៉ុន្តែគាត់អត់ទាំងដឹងផងថាអ្នកណាជាអ្នកដែលធ្វើឲ្យគាត់ជាដល់ពេលគេសួរគាត់អត់ដឹងប៉ុន្តែក្រោយមកព្រះយេស៊ូវក៏រកឃើញគាត់ម្ដងទៀតនៅក្នុងព្រះវិហារនៅក្រុងយេរូសាឡិមហើយព្រះយេស៊ូវនិយាយអ្វីជាមួយនឹងគាត់កន្លែងនេះគួរចាប់អារម្មណ៍ដែរឥឡូវសូមមើលខ14ក្រោយមកព្រះយេស៊ូវជួបគាត់ក្នុងព្រះវិហារក៏មានព្រះបន្ទូលទៅគាត់ថាឥឡូវនេះអ្នកបានជាហើយកុំប្រព្រឹត្តអំពើបាបទៀតឲ្យសោះក្រែងលោកើតការអាក្រក់ដល់អ្នកលើសមុនទៅទៀតចូលហេតុអីបានជាព្រះយេស៊ូវនិយាយបែបហ្នឹងជាមួយនឹងអ្នកដែលព្រះអង្គបានឲ្យជាមកប្រហែលយើងអាចគិតប្រហែលមកពីអ្នកដែលធ្លាប់អតីតជាអ្នកពិការជើងហ្នឹងប្រហែលមកពីគាត់បានធ្វើបាបអ្វីមួយធ្វើរឿងអាក្រក់អ្វីមួយបានជាគាត់ទៅជាពិការជើងនោះប្រហែលវាអាចចឹងហើយឥឡូវព្រះយេស៊ូវចង់ដាស់តឿនគាត់ឲ្យរស់នៅស្របតាមបទបញ្ជារបស់ព្រះជាម្ចាស់កុំឲ្យគាត់ទៅជាប្រព្រឹត្តអំពើបាបដដែលហ្នឹងហើយទៅជាវិបាកវិញប្រហែលប៉ុន្តែក៏មានបញ្ហាមួយទៀតធំជាងនឹងទៀតដែលនឹងកើតឡើងចំពោះម្នាក់នេះបើសិនជាគាត់នៅតែរស់នៅក្នុងអំពើបាបដដែលហើយអត់កែប្រែចិត្តបញ្ហានោះគឺសេចក្តីស្លាប់ដូចក្នុងកាពីរ៉ូមចំពុក6ខ23ឃើញថាឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់តែព្រះអំណាចទានរបស់ព្រះជាម្ចាស់វិញគឺជីវិតអស់កលជានិច្ចចឹងការព្យាបាលដែលម្នាក់នេះបានជាបណ្ដាបាននេះជាអំណោយមួយដែលមកពីព្រះយេស៊ូវសម្រាប់គាត់ប៉ុន្តែវាជាអំណោយមួយដែលគាត់ប្រើប្រាស់បានតែបដោះអាសន្នទេពួកអីគាត់នៅតែជាមនុស្សសាច់ឈាមរស់នៅលើផែនដីថ្ងៃក្រោយគាត់នឹងត្រូវស្លាប់ដដែលកូនតែគាត់ត្រូវជួបនឹងថ្ងៃស្លាប់ដែរចឹងបើសិនជាគាត់នៅតែបន្តរស់នៅក្នុងអំពើបាបដដែលចឹងទោះបីគាត់ទទួលការព្យាបាលផ្នែករូបរាងកាយរបស់គាត់ចុងក្រោយគឺគ្មានប្រយោជន៍អ្វីទេព្រោះអីអ្វីដែលគាត់ចាំបាច់ត្រូវការខ្លាំងជាងគឺត្រូវការអត់ទោសពីបាបត្រូវការចិត្តគំនិតថ្មីជីវិតថ្មីត្រូវការសង្គ្រោះត្រូវការជីវិតអស់កលជានិច្ចហើយសម្រាប់យើងក៏ដូចគ្នាដែរបងប្អូនអើយសូមកុំយល់ច្រឡំអីសោះបើគ្មានជីវិតថ្មីក្នុងព្រះយេស៊ូវទេបើគ្មានការអត់ទោសពីបាបបើគ្មានជីវិតអស់កលជានិច្ចនោះទេចឹងការព្យាបាលទាំងប្រមាណព្រះពរទាំងប្រមាណដែលយើងអាចទទួលបាននៅលើផែនដីនេះគ្មានតម្លៃតតែសោះបើសិនជាយើងចុងក្រោយយើងបាត់បង់ជីវិតហើយធ្លាក់នៅរូបដដែលហ្នឹងចឹងមនុស្សជាច្រើនភ្លេចចំណុចហ្នឹងប៉ុន្តែចំណុចនេះគឺសំខាន់ខ្លាំងណាស់ខ្ញុំឃើញទូទាំងផែនដីខ្ញុំឃើញមានអ្នកជឿព្រះយេស៊ូវជាច្រើនអ្នក
ដែលគេផ្ដោតទៅលើការព្យាបាលខ្លាំងចង់តែគ្រប់ពេលគ្រប់អាចតែជុំគ្នាអាចតែជួបអ្នកណាគឺផ្ដោតទៅលើមួយយ៉ាងគាត់គឺចង់តែឲ្យមនុស្សជាពីជំងឺឬក៏ในខ្លះទៀតគេចង់តែឲ្យព្រះអង្គដោះស្រាយរឿងបញ្ហាផ្នែកសេដ្ឋកិច្ចចង់ឲ្យព្រះអង្គបង្ហូរលុយចូលមកឲ្យយើងរស់នៅបានស្រួលបានសប្បាយចង់ឲ្យព្រះអង្គបង្ហូរព្រះពរមកធ្វើឲ្យគេរស់នៅយ៉ាងសុខស្រួលយ៉ាងសប្បាយអូខេល្អរបស់នោះសិតតែល្អហើយព្រះជាម្ចាស់ក៏អាចធ្វើបានហើយព្រះអង្គចូលចិត្តណាស់នឹងធ្វើអ្វីដែលល្អសម្រាប់អស់អ្នកដែលជឿព្រះអង្គបាទព្រះអង្គពេញចិត្តនឹងជួយនឹងធ្វើល្អដល់យើងប៉ុន្តែសូមដឹងថាការព្យាបាលណាដែលយើងទទួលឬក៏ជំនួយឬការអស្ចារ្យផ្សេងទៀតដែលយើងទទួលពីព្រះអង្គចុងក្រោយលែងមានតម្លៃហើយបើសិនជាយើងនៅជាប់បាបនៅឡើយព្រះអង្គចិត្តល្អណាស់ដូចក្នុងកាពីនិយាយព្រះអង្គឲ្យទឹកភ្លៀងធ្លាក់លើទាំងមនុស្សសុចរិតទាំងមនុស្សអាក្រក់ព្រះអង្គអាចធ្វើល្អបានដល់មនុស្សដែលអាក្រក់ព្រះអង្គមិនដាក់ទោសគេភ្លាមទេព្រះអង្គទឹកឱកាសឲ្យកែប្រែចិត្តបន្តែចុងក្រោយបើគ្មានការកែប្រែចិត្តនោះទេគេនៅជាប់បាបគេមិនបានទទួលសង្គ្រោះគេនឹងធ្លាក់នរកហើយចឹងខ្ញុំគិតថានេះបែបជាមូលហេតុហើយបានជាព្រះយេស៊ូវនិយាយបែបនេះជាមួយអ្នកដែលព្រះអង្គបានព្យាបាលពេលព្រះអង្គជួបគាត់លើកទី2ព្រោះអីបើយើងមើលរបៀបដែលបរិសម្នាក់នោះយើងមើលរបៀបដែលគាត់ឆ្លើយតបនឹងការអស្ចារ្យដែលព្រះយេស៊ូវធ្វើសម្រាប់គាត់ខ្ញុំមានការសង្ស័យក្នុងចិត្តមែនតើវាមើលទៅដូចជាគាត់អត់បានជឿព្រះយេស៊ូវមែនតើទេខ្ញុំឲ្យតែពេលណាខ្ញុំអានរឿងហ្នឹងក្នុងកាពីខ្ញុំតែងតែឆ្ងល់ចុះបរិសម្នាក់នោះគាត់វេទនា38ឆ្នាំរួចព្រះយេស៊ូវព្យាបាលគាត់មានសុខភាពល្អពេញលេញប៉ុន្តែគាត់បានទៅឋានសួគ៌អត់ខ្ញុំអត់ប្រកាសទេព្រោះអីយើងមើលរបៀបដែលគាត់ឆ្លើយតបហ្នឹងដូចអត់ឃើញថាគាត់ជឿព្រះយេស៊ូវទេគាត់សប្បាយចិត្តដល់គាត់បានជាតែគាត់អត់មានបានស្វែងរកព្រះយេស៊ូវទេគាត់អត់ដឹងផងថាអ្នកណាជាអ្នកធ្វើឲ្យគាត់ជាអញ្ចឹងគាត់ទទួលបានតែការល្អខាងសាច់ឈាមទេប៉ុន្តែគាត់នៅតែអត់ស្គាល់ព្រះយេស៊ូវដល់ពេលដែលគាត់ជួបព្រះយេស៊ូវលើកទី2អញ្ចឹងគាត់ដឹងច្បាស់ហើយថាគឺព្រះយេស៊ូវដែលបានព្យាបាលគាត់ប៉ុន្តែរួចគាត់ធ្វើអីទៀតខ្ញុំអត់ឃើញគាត់អរគុណព្រះយេស៊ូវឬក៏ថ្វាយបង្គំព្រះអង្គឬក៏ទទួលស្គាល់ព្រះយេស៊ូវជាព្រះសង្គ្រោះអត់ឃើញទេក្នុងជំពូកហ្នឹងមិនមែនដូចស្ត្រីជនជាតិសាមារីនៅក្នុងជំពូក4បើយើងមើលជំពូក4នឹងឃើញពេលដែលព្រះយេស៊ូវបានជួបស្រីសាមារីម្នាក់ហើយក៏បានព្រះអង្គក៏បានលើកឡើងពីកំហុសអតីតកំហុសរបស់គាត់ជាច្រើនប៉ុន្តែចុងក្រោយគាត់បានជឿអ្វីដែលព្រះយេស៊ូវមានបន្ទូលគាត់បានទទួលសង្គ្រោះគាត់បានទទួលជឿលើព្រះយេស៊ូវបានថ្វាយបង្គំព្រះអង្គហើយមួយទៀតយើងអត់មានពេលមើលប៉ុន្តែក្នុងយ៉ូហានជំពូក9ក៏មានរឿងមួយដែលខ្ញុំស្រឡាញ់មែនតើពេលដែលព្រះយេស៊ូវព្យាបាលមនុស្សម្នាក់ដែលខ្វាក់ភ្នែកតាំងពីកំណើតមកជីវិតគាត់មិនដែលមើលឃើញប៉ុន្តែនៅពេលដែលហើយរឿងហ្នឹងស្តៀងគ្នាចឹងដល់ពេលដែលព្រះអង្គព្យាបាលគាត់លើកទី1គាត់អត់សូវច្បាស់ថាព្រះយេស៊ូវជាអ្នកណាទេប៉ុន្តែព្រះអង្គទៅជួបគាត់លើកទី2សួរថាតើអ្នកជឿលើបុត្រមនុស្សអត់ជឿលើព្រះសង្គ្រោះអត់គាត់ជឿហើយគាត់លុតជង្គង់ថ្វាយបង្គំព្រះអង្គភ្លាមហើយគាត់អសប្បាយហើយគាត់ជឿលើព្រះអង្គទៀតប៉ុន្តែម្នាក់នេះបរិសម្នាក់ក្នុងជំពូក5នេះអត់ឃើញអរគុណព្រះយេស៊ូវអត់ឃើញថ្វាយបង្គំព្រះអង្គអត់ឃើញទទួលស្គាល់ព្រះយេស៊ូវជាព្រះសង្គ្រោះឬក៏ចង់រៀនថែមទៀតចង់ស្វែងរកព្រះអង្គថែមទៀតទេមិនដូចជាអ្នកខ្វាក់ថែមទៀតផ្សេងទៀតដែលព្រះអង្គធ្លាប់ព្យាបាលស្រាប់តែគេចង់ដើរតាមព្រះអង្គភ្លាមអត់ឃើញចឹងទេទុយទៅវិញពេលដែលបរិសម្នាក់នេះដឹងច្បាស់ថាព្រះយេស៊ូវជាអ្នកណាគាត់រត់ទៅប្រាប់អ្នកគេគាត់រត់ទៅជួបជនជាតិយូដាពួកអ្នកដឹកនាំសាសនាគឺជាអ្នកដែលស្អប់ព្រះយេស៊ូវគាត់រត់ទៅរាយការណ៍ប្រាប់គេថានោះអ្នកដែលព្យាបាលខ្ញុំមិញគឺយេស៊ូវគាត់ទៅរាយការណ៍ភ្លាមដល់អ្នកដែលកំពុងតែចង់បញ្ឈប់ព្រះយេស៊ូវហើយចង់សម្លាប់ព្រះអង្គអ្នកដែលអត់ជឿព្រះយេស៊ូវគេមានចិត្តរឹងរូសខ្លាំងណាស់គេឃើញអំណាចអស្ចារ្យរបស់ព្រះអង្គដែលអំណាចបែបហ្នឹង
បានតែមកពីព្រះជាម្ចាស់ទេក្រៅពីព្រះអង្គគ្មានអ្នកណាដែលធ្វើឲ្យអ្នកខ្វិន38ឆ្នាំហ្នឹងគាត់និយាយមួយម៉ាត់ធ្វើឲ្យគាត់ជាហើយងើបដើរបានភ្លាមទេមានតែព្រះជាម្ចាស់ទេអត់មានវិញ្ញាណណាធ្វើបានទេអត់មានមនុស្សណាធ្វើបានទេចឹងគេឃើញអំណាចអស្ចារ្យរបស់ព្រះអង្គហើយប៉ុន្តែនៅតែដោយសារចិត្តដងរូបមិនព្រមជឿព្រះអង្គនៅតែចង់សម្លាប់ព្រះអង្គដោយសារតែអីដោយសារតែព្រះអង្គមិនព្រមធ្វើតាមទម្លាប់របស់គេគំនិតរបស់គេបងប្អូនអីសូមរៀបចំចិត្តគំនិតរបស់បងប្អូនឲ្យស្របតាមព្រះបន្ទូលកុំទាមទារឲ្យព្រះអង្គបែរជាស្របតាមគំនិតរបស់យើងវិញប៉ុន្តែព្រះយេស៊ូវព្រះអង្គជាព្រះមែនព្រះអង្គនឹងហើយជាអ្នកដែលមានគំនិតឲ្យមនុស្សយើងមានថ្ងៃឈប់សម្រាកមួយក្នុងមួយសប្តាហ៍ចឹងបានព្រះអង្គក្នុងខ17ព្រះអង្គថាព្រះបិតារបស់ខ្ញុំធ្វើការរហូតមកទល់សពថ្ងៃខ្ញុំក៏ធ្វើការដូចព្រះអង្គដែរបាទក៏ពិតគេគួរយកតម្រាប់តាមព្រះយេស៊ូវវិញគឺព្រះអង្គនឹងហើយដែលបានបង្កើតផែនដីគឺព្រះអង្គនឹងហើយដែលបានកំណត់ឲ្យមនុស្សយើងមានថ្ងៃឈប់សម្រាកបើគេចង់ដឹងថាតើគួរអនុញ្ញាតឲ្យធ្វើអីឬមិនអនុញ្ញាតឲ្យធ្វើអីនៅថ្ងៃឈប់សម្រាកនោះគេគួរតែរៀនពីព្រះយេស៊ូវវិញមិនទាមទារឲ្យព្រះអង្គធ្វើតាមគេប៉ុន្តែចង់សរុបមកវិញខ្ញុំឃើញពីរចំណុចសំខាន់ដែលចង់ឲ្យយើងទាំងអស់គ្នាចងចាំនៅក្នុងជំពូកនេះទី1យើងគួរសុខចិត្តលះបង់ពីខ្លួនឯងសុខចិត្តទទួលការលំបាកខ្លួនឯងឲ្យខ្លួនឯងពិបាកដើម្បីនឹងជួយអ្នកដទៃដែលកំពុងតែត្រូវការដូចជាព្រះយេស៊ូវបានធ្វើដែរព្រះអង្គសុខចិត្តចំណាយពេលវេលារបស់ព្រះអង្គទោះបីពេលខ្លះព្រះអង្គហត់មែនទែនអស់កម្លាំងមែនទែនរកពេលគេងមិនបានរកពេលហូបបាយក៏មិនបានប៉ុន្តែព្រះអង្គឲ្យតែឃើញគេត្រូវការឬគេមកជួបព្រះអង្គទាមទារអ្វីពីព្រះអង្គដែលគេចាំបាច់ត្រូវការព្រះអង្គជួយព្រះអង្គក៏សុខចិត្តពិបាកខ្លួនឯងដើម្បីនឹងលះបង់ពីខ្លួនឯងដើម្បីនឹងជួយដល់អ្នកដែលត្រូវការអញ្ចឹងនេះជាគំរូដែលយើងគួរធ្វើតាមដែរយើងត្រូវដឹងថាបើសិនជាយើងជួយអ្នកដទៃមែនតើតាមតម្រូវការរបស់គេវានឹងធ្វើឲ្យយើងខ្លួនឯងពិបាកដែរវានឹងទាមទារការលះបង់អាចជាលុយអាចនឹងអត់ត្រូវការលុយទេបើអាចត្រូវការពេលវេលាច្រើនរបស់យើងអាចនឹងត្រូវការកម្លាំងចិត្តអាចនឹងទាមទារឲ្យយើងសុខចិត្តនៅចំណាយពេលនឹងធ្វើអីជួយគេចំពេលដែលយើងពងតែហត់ខ្លួនឯងហើយចង់សម្រាកប៉ុន្តែយើងគួរធ្វើតាមគំរូព្រះយេស៊ូវទី2ចំណុចទី2ដែលយើងគួរចងចាំឲ្យមែនតើគឺតម្រូវការដែលសំខាន់ជាងគេរបស់មនុស្សយើងចាំបាច់ជាងគេរបស់មនុស្សយើងទាំងខ្លួនឯងទាំងអ្នកដទៃទាំងអស់គឺមិនមែនគ្រាន់តែខាងខ្សែឈាមទេគឺជាតម្រូវការដែលយើងត្រូវការឲ្យរួចពីបាបត្រូវការការសង្គ្រោះក្នុងព្រះយេស៊ូវត្រូវការជីវិតថ្មីត្រូវការចិត្តគំនិតថ្មីតាមរយៈកាយប្រចិត្តឲ្យជឿលើព្រះយេស៊ូវព្រោះអីអ្វីទាំងអស់វាល្អត្រឹមត្រូវមែនបើសិនជាយើងជួយដល់អ្នកដទៃតាមអ្វីដែលយើងធ្វើបានវាល្អណាស់បើសិនជាយើងសូមព្រះយេស៊ូវជួយដល់គេព្យាបាលគេជួយតម្រូវការផ្សេងរបស់គេតែចុងក្រោយបើសិនជាមិនបានបំពេញតម្រូវការទី1របស់មនុស្សទេតម្រូវការដែលយើងត្រូវការសង្គ្រោះពីព្រះអង្គនោះរឿងផ្សេងទាំងប្រមាណទាំងព្យាបាលទាំងប្រទានពរផ្សេងទាំងបានលុយឬបានរបស់ល្អផ្សេងទៀតទាំងបានតំណែងតំណងល្អអ្វីទាំងអស់ចុងក្រោយនឹងលែងមានតម្លៃហើយលើកលែងតែយើងបានសង្គ្រោះពីព្រះយេស៊ូវជាមុនសិនបាទអញ្ចឹងដូចគ្នាដែរការពិតនេះហើយជាតម្រូវការដែលយើងអាចជួយបំពេញដល់អ្នកដទៃមិនយើងសង្គ្រោះគេទេប៉ុន្តែយើងជួយនាំគេឲ្យស្គាល់ព្រះយេស៊ូវផងនេះជាអ្វីដែលអត់ចាំបាច់ចំណាយលុយជាច្រើនទេប៉ុន្តែយើងអាចធ្វើដល់អ្នកដទៃអ្នកខ្លះគេនឹងទទួលអ្នកខ្លះគេមិនទទួលប៉ុន្តែនេះជាតម្រូវការដ៏សំខាន់ជាងគេរបស់មនុស្សយើងអូខេចឹងឥឡូវដោយសារពេលវេលាយើងនឹងឈប់ត្រឹមហ្នឹងសិនជំពូក5អត់ទាន់ចប់ទេប៉ុន្តែយើងឈប់ត្រឹមហ្នឹងសិនអរគុណព្រះអង្គសម្រាប់ព្រះបន្ទូលថ្ងៃនេះឥឡូវសូមអធិដ្ឋានជាមួយខ្ញុំមួយផ្លែត
បិតាឯកូនអរគុណទ្រង់សម្រាប់ពេលវេលាដែលយើងបានចំណាយក្នុងព្រះបន្ទូលព្រះអង្គថ្ងៃនេះកូនអរគុណទ្រង់សម្រាប់ព្រះបន្ទូលក្នុងយូហានចំពុក5ព្រះអង្គឯកូនអរគុណទ្រង់ដែលព្រះអង្គស្រឡាញ់យើងមែនទែនហើយព្រះអង្គដឹងពីតម្រូវការរបស់យើងគ្រប់បែបយ៉ាងទាំងអស់ហើយអរគុណទ្រង់ដែលបានសុខចិត្តលះបង់ពីទ្រង់ផ្ទាល់ដើម្បីបំពេញតម្រូវការសំខាន់ជាងគេរបស់មនុស្សយើងគឺឲ្យបានសង្គ្រោះឲ្យរួចពីបាបឲ្យបានជីវិតថ្មីអស់កលជានិច្ចកូនចង់ឃើញគ្រប់គ្នានៅទីនេះថ្ងៃនេះទទួលបានជីវិតអស់កលជានិច្ចជាមួយនឹងព្រះអង្គនោះហើយនឹងអ្នកដទៃដែលជាបងប្អូនជាអ្នកជិតខាងជាកូនសិស្សជាមនុស្សក្នុងសង្គមទូទាំងស្រុកខ្មែរនិងទូទាំងផែនដីទាំងមូលកូនចង់ឃើញមនុស្សជាច្រើនបានស្គាល់ហើយបានជឿលើព្រះយេស៊ូវដើម្បីប្រយោជន៍ឲ្យបានសង្គ្រោះកូនអរគុណទ្រង់ហើយកូនអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវអាមែន